ថ្ងៃនេះខ្ញុំមានអត្ថបទមួយដែលមានចំណងជើងថារឿងរ៉ៃនិងស្រមោចនិទាននេះមានដំណើរក្នុងក្បួនបារាំងសេះមានរ៉ៃមួយជាសត្វខ្ជិលដល់រដូវខែលពិសាខចេះអាសាជាវស្សារដូវក៏ហាច្រៀងលេងតាមអំពើចិត្តខ្លួនពុំគួរខ្វល់ខ្វាយនឹងរកស្បៀងអាហារទុកដាក់សម្រាប់ខ្លួនមានសត្វស្រមោចមួយពួកជាសត្វឧស្សាហ៍ពាំនាំស្រូវអង្ករទុកដាក់ក្នុងសម្បុកខ្លួនកាត់ក្រែងក្តីក្រទៅមុខលុះដល់រដូវភ្លៀងឲ្យចុកជាប់មុខសត្វរៃនោះរកអាហារបរិភោគគ្មានកើតក្តីឃ្លានចំណីក្រៃពេកតើបហើទៅខ្ចីអង្គស្រមោចថាសម្លាញ់អើយសម្លាញ់ខ្លួនអញនេះពុំមានអ្វីអាស្រ័យឡើយព្រោះខែនេះភ្លៀងឲ្យជោគជាំណាស់នឹងចេញស្វែងរកអាហារពុំបានយើងមកនេះប្រាថ្នានឹងសូមខ្ចីអង្គសម្លាញ់អាស្រ័យសិន